រឿងពស់កេងកងកាលពីព្រេងនាយនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់មានពឹសនិងពស់ឥតពឹសទេមានតែពស់កេងកងមាននិទានថាកាលពីដើមឡើយមានមនុស្សពីរនាក់ប្តីប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយឈ្មោះនាងអេងប្តីនោះទៅជួញអង្កាមបាត់ជាយូរអង្វែងមកហើយថ្ងៃមួយអស់បងប្អូនជិតខាងគេបបួលគ្នាទៅរកអស់ឯនាងនីឮថាគេបបួលក៏ទៅជាមួយនឹងគេដែរយកនាងអេងជាកូនទៅផងលីដឹងចូលព្រៃបានឃើញអស់មួយធំនាងនីយកដឹងពស់អស់យូរបន្តិចទៅដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់នាងនីមើលទៅឃើញដឹងនឹងពស់កេងកងក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យឯពស់កេងកងឆ្លើយឡើងថាបើនាងឯងដោយអញធ្វើប្រពន្ធអញទើបអញឲ្យដឹងបើនាងឯងមិនដោយអញមិនធ្វើជាប្រពន្ធអញទេនោះអញមិនឲ្យដឹងទេនាងនេះឮពស់កេងកងថាដូច្នេះហើយហេតុតែជាស្រីខូចក៏ទទួលព្រមថាលែងតអ្នកឲ្យដឹងមកខ្ញុំចោះចាំល្ងាចសឹមខ្ញុំឲ្យមេអេងមកហៅពស់កេងកងឮនាងនេះថាដូច្នេះក៏ឲ្យដឹងមកនាងនេះផ្ដាំថាដល់ល្ងាចសឹមឲ្យមេអេងមកហៅហើយនាងនេះក៏ទូលអស់ទៅផ្ទះជាមួយនាងអេងនោះដល់ព្រលប់នាងនេះក៏ប្រើមេអេងជាកូនឲ្យទៅហៅពស់កេងកងនាងអេងទៅដល់ឈរនៅមាត់រន្ធហើយហៅថាពស់កេងកងអើយនាងនេះឲ្យហៅឯពស់កេងកងឮហើយលូនចេញមកនាងអេងឃើញពស់ក៏ភ័យខ្លាចអស់ទាំងខ្លួនប៉ុន្តែខ្លាចម្ដាយព្រោះម្ដាយប្រើមកក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះពស់នោះធំណាស់លូនទៅលើស្មៅបាក់រៀបអស់ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនេះនិយាយនឹងពស់កេងកងថាខ្ញុំមានប្តីឥឡូវនេះគាត់ទៅជួញអង្កាម 2-3 ឆ្នាំទើបមកម្ដងពស់កេងកងសួរថាប្តីនាងឯងទៅប៉ុន្មានថ្ងៃប៉ុន្មានខែទៀតនឹងមកដល់នាងនេះឆ្លើយថាមិនដឹងជាប៉ុន្មានខែប៉ុន្មានថ្ងៃទៀតនឹងមកដល់ទេពស់កេងកងនិងនាងនេះក៏ដេកលក់នៅជាមួយគ្នាទៅដល់ជិតភ្លឺទើបពស់កេងកងលានាងនេះទៅរន្ធវិញនាងនេះផ្ដាំថាបើប្តីខ្ញុំមកខ្ញុំមិនឲ្យមេអេងទៅហៅទេអ្នកក៏មកបើប្តីខ្ញុំមិនទាន់មកទេនោះខ្ញុំប្រើនាងអេងឲ្យទៅហៅអ្នកសឹកមកពស់កេងកងក៏ទៅឯរន្ធខ្លួនឯងវិញរាល់តែល្ងាចនាងនេះប្រើមេអេងឲ្យទៅហៅពស់កេងកងនាងអេងខ្លាចម្ដាយក៏ទៅហៅតាមពាក្យរបស់ម្ដាយប្រើប៉ុន្តែក្នុងចិត្តខ្លាចពស់កេងកងនោះណាស់ត្បិតពស់នោះធំហើយវែងផងមួយទៀតខឹងក្នុងចិត្តត្បិតម្ដាយសាហាយនឹងពស់នាងអេងទៅដល់មាត់រូងហើយហៅថាពស់កេងកងអើយនាងនេះឲ្យហៅពស់កេងកងឮក៏លូនចេញមកហើយឆ្លើយថាអេងអើយអេងថាអញមិនទៅឪពុកអេងនៅកាត់ក្បាលអញដាច់នាងអេងឆ្លើយថាឪពុកអញទៅជួញអង្កាម 2-3 ឆ្នាំមិនទាន់មកដល់ពស់កេងកងឮនាងអេងប្រាប់ដូច្នេះក៏លូនចេញអំពីរន្ធមកហើយចេះតែទៅមកតែសពថ្ងៃនាងនេះសាហាយនឹងពស់កេងកងទាល់តែផើមលុះយូរបន្តិចទៅប្តីនាងនេះមកអំពីជួញអង្កាមវិញឃើញនាងនេះពស់ធំនឹកសង្ស័យក៏សួរទៅនាងអេងជាកូនថានាងអេងប្រាប់ឪពុកវាថាម៉ែវាសាហាយនឹងពស់កេងកងតែវាលាប្រឡប់កាលណាឲ្យខ្ញុំទៅហៅតែសពថ្ងៃឪពុកឮនាងអេងប្រាប់ដូច្នេះក៏និយាយនឹងនាងអេងថាដល់ល្ងាចហងឯងទៅហៅពស់នោះមកទៀតអញចាំកាប់វានៅមាត់ទ្វារហើយហងឯងកុំឲ្យម្ដាយហងឯងដឹងឯនាងអេងនោះដល់ប្រលប់ក៏ទៅហៅពស់កេងកងថា
ពោះគេងកងនាងនេះឲ្យហៅពោះគេងកងឮដូច្នេះក៏ឆ្លើយថាអេងអើយអេងថាអញមិនទៅឪពុកអេងនៅកាត់ក្បាលអញដាច់នាងអេងឆ្លើយថាឪពុកអញទៅជួយអង្កាមពី3ឆ្នាំមិនទាន់មកដល់ពោះគេងកងឮនាងអេងប្រាប់ដូច្នេះស្មានថាឪពុកមិនទាន់មកពីជួញមែនក៏ទៅដោយសពថ្ងៃឯឪពុកនាងអេងកាន់ដាវពួននៅមាត់ទ្វារចាំកាប់ពោះគេងកងលូនចូលក្នុងទ្វារបន្តិចឪពុកនាងអេងកាត់ដាច់ហើយកាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់លើស្កាមួយកំណាត់ខាងក្បាលយកទៅដាក់លើមេឃពន្ទ្រាឯកណ្ដាលខ្លួនឲ្យនាងអេងយកទៅពន្លះស្បែកចោលហើយផ្ដាំនាងអេងថាកុំឲ្យម្ដាយហងឯងដឹងតែត្រូវទុកសាច់ស្លឲ្យម្ដាយហងឯងស៊ីឪពុកនាងអេងក៏លាងឈាមពោះជំរះអស់មិនឲ្យមានសេះសល់ឯនាងនេះពុំបានដឹងជាប្តីកាប់ពោះសាហាយស្លាប់ទេព្រោះពេលនោះនាងមិននៅទៅសួរសុខទុក្ខបងប្អូននៅផ្ទះឆ្ងាយលុះព្រឹកឡើងនាងអេងយកសាច់ពោះមកស្លទុកឲ្យនាងនេះជាម្ដាយស៊ីនាងនេះឃើញសម្លខ្លាញ់រលើបទាំងចានទាំងឆ្នាំងក៏សួរនាងអេងថាបានសាច់អ្វីស្លមេអេងនាងអេងប្រាប់ថាសាច់ជ្រូកនាងនេះគិតស្មានថាសាច់ជ្រូកមែនក៏ឲ្យមេអេងដួសសម្លយកមកស៊ីបាយកាលនាងអេងដួសសម្លឲ្យនាងនេះជាម្ដាយស៊ីនោះមានក្អែកមួយវាឃើញក្បាលពោះដាក់លើមេឃពន្ទ្រាវាចង់ស៊ីសាច់ពោះវាបូលថាឥឡូវក្លែមក្លំលេបសាច់ប្តីឯងនាងនេះកំពុងស៊ីបាយលឺក្អែកបូលដូច្នេះក៏មើលទៅលើមេឃពន្ទ្រាឃើញក្បាលពោះគេងកងលើមេឃឈើហើយនាងនេះនឹកអាណិតស្រក់ទឹកភ្នែកតែនាងពុំហ៊ានយំព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយគ្នាប្តីឃើញនាងនេះស្រក់ទឹកភ្នែកក៏សួរថាហេតុម្ដេចបានជាស្រក់ទឹកភ្នែកនាងនេះឆ្លើយថាស៊ីបាយក្តៅសម្លក្តៅរលឹកកូនចៅរលោងទឹកភ្នែកឯក្អែកនោះចេះតែបូលថាឥឡូវក្លែមក្លំលេបសាច់ប្តីឯងក្បាលដាក់លើដើមពន្ទ្រាកន្ទុយដាក់លើស្កាតនាងនេះមើលទៅលើស្កាតឃើញកន្ទុយពោះគេងកងលើនោះឯប្តីនាងនេះដឹងថាប្រពន្ធសាហាយនឹងពោះគេងកងពិតប្រាកដហើយក៏នឹកថ្នាក់ក្នុងចិត្តខឹងចង់សម្លាប់នាងនេះប៉ុន្តែមិនឲ្យនាងនេះដឹងខ្លួនដល់នាងនេះផើមចាក់ផ្ទៃចិត្តនឹងសម្រាលប្តីបបួលទៅកក់សក់នៅមាត់បឹងលុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថាទៅទៀតឲ្យឆ្ងាយពីស្រុកគេយើងនឹងកក់សក់ឲ្យសប្បាយតែ2នាក់ម្ដងនាងនេះមិនដឹងខ្លួនឯងថាប្តីសម្លាប់ស្មានថាប្តីនាំទៅកក់សក់មែនក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅលុះឃើញកំពង់មួយរាងស្អាតវាល្អប្តីប្រាប់ប្រពន្ធថាកំពង់នេះរៀបសប្បាយយើងឈប់កក់សក់នៅនោះចុះឯនាងនេះមិនដឹងខ្លួនថាប្តីគិតសម្លាប់ក៏អង្គុយកក់សក់នៅមាត់ជ្រាំងប្តីនោះក៏ហូតដាវកាប់នាងនេះពីក្រោយខ្នងមិនឲ្យដឹងខ្លួនដាច់ពាក់កណ្ដាលខ្លួនស្លាប់ទៅពេលនោះឃើញសុទ្ធតែកូនពស់លូនចេញអំពីពោះនាងនេះមកប្តីនាងនេះក៏កាប់កូនពស់នឹងដាវខ្លះកាប់មិនទាន់ខ្លះក៏លូនចូលទៅក្នុងក្រហែងដីខ្លះងូយទឹកខ្លះចូលទៅក្នុងព្រៃព្រោះហេតុនោះបានជាមានពស់ច្រើនបែបច្រើនយ៉ាងមកដល់ឥឡូវនេះ